បណ្ឌិតសេដ្ឋកិច្ចថៃប្រមានឲ្យថៃបង្កើតរដ្ឋាភិបាលថ្មីនិងចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពឲ្យបានឆាប់ដើម្បីការពារការនាំចេញនិងដើម្បីកុំឲ្យចេញប្រៀបកម្ពុជាស្របពេលដែលប្រទេសថៃកំពុងចេញប្រៀបកម្ពុជាផ្នែកការទូតនិងច្បាប់អន្តរជាតិទាក់ទិនចំនួនព្រំដែនដែលថៃបានបញ្ឆេះសង្គ្រាមចូលឈ្លានពានកម្ពុជាដល់ទៅ2លើកនៅឆ្នាំ2025អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់ថៃគឺបណ្ឌិតអាតវិសាលវនិចបានព្រមានថាដើម្បីការពារការនាំចេញរបស់ខ្លួនពីពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកនិងដើម្បីកុំឲ្យចេញប្រៀបកម្ពុជាប្រទេសថៃត្រូវតែបង្កើតរដ្ឋាភិបាលថ្មីពេញលេញឲ្យបានឆាប់ហើយត្រូវប្រញាប់ចូលជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាពដែលលោក Donald Trump បានផ្ដួចផ្ដើមបង្កើតឡើងនេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃសុក្រទី20ខែកុម្ភៈឆ្នាំ2026នេះបណ្ឌិតសេដ្ឋកិច្ចថៃរូបនេះបានមានប្រសាសន៍បន្តទៀតថារដ្ឋាភិបាលចាំផ្ទះបច្ចុប្បន្នរបស់ថៃក្រោមការដឹកនាំរបស់អានុធីន ឆានវីរគុលមិនអាចសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ជាមួយរដ្ឋបាលប្រធានាធិបតី Donald Trump បានទេបើគ្មានរដ្ឋាភិបាលថ្មីដែលមានអំណាចពេញលេញនៅត្រឹមថ្ងៃទី8ខែមីនាឆ្នាំ2026ទេនោះប្រទេសថៃអាចនឹងបាត់បង់អត្ថប្រយោជន៍ពាណិជ្ជកម្មនៅក្នុងទីផ្សារសហរដ្ឋអាមេរិកបណ្ឌិតអាតពិសាលវណ្ណិចនិយាយទៀតថាប្រទេសនានានៅក្នុងតំបន់ដូចជាឥណ្ឌូនេស៊ីនិងវៀតណាមជាដើមសម្រាប់បាននៅវឌ្ឍនភាពរួចហើយក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកឥណ្ឌូនេស៊ីទើបតែបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មអំឡុងពេលកិច្ចប្រជុំកំពូលលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅទីក្រុង Washington កាលពីថ្ងៃប្រហ័សទី19ខែកុម្ភៈឆ្នាំ2026ទន្ទឹមនេះកម្ពុជាឥណ្ឌូនេស៊ីម៉ាឡេស៊ីសិង្ហបុរីកំពុងបោះជំហានទៅមុនប្រទេសថៃរួចទៅហើយដែរបណ្ឌិតអាតពិសាលវណ្ណិចបានព្រមានថាប្រទេសថៃប្រឈមហានិភ័យនៃការត្រូវគេទុកចោលឬដើរតាមពីក្រោយគេប្រសិនបើភាពមិនប្រកបប្រជាខាងនយោបាយនៅតែបន្តហើយបានស្នើឲ្យប្រទេសថៃចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពរបស់លោក Donald Trump ដើម្បីកែលម្អទំនាក់ទំនងជាមួយទីក្រុង Washington បណ្ឌិតអាតវិសាលវណ្ណិចនិយាយថាការធ្វើឲ្យប្រទេសថៃវិលមករកស្ថិរភាពនយោបាយឡើងវិញបានឆាប់រហ័សគឺជាគន្លឹះក្នុងការការពារការនាំចេញការវិនិយោគនិងទំនុកចិត្តសេដ្ឋកិច្ចខ្ញុំមុនីវ័នពី RT News ធ្វើសេចក្តីរាយការណ៍